សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមកនិយាយអំពីហានិភ័យទៅលើប្រភេទឯកសារ file ដែលមាន extension ដូចជា .exe ឬក៏ .bat ឬក៏ cmd អញ្ចឹងណាបាទអញ្ចឹងប្រភេទឯកសារទាំងអស់ហ្នឹងគេអាចបង្កើតឡើងបានតាមជាកូដភាសាផ្សេងៗអញ្ចឹងណាបាទអញ្ចឹងប្រភេទ file ទាំងអស់ហ្នឹងភាគច្រើនយើងឃើញគេផ្ញើតាមរយៈ Telegram អញ្ចឹង file ទាំងអស់ហ្នឹងវាមានដូចជាប្រភេទតាមខ្ញុំមើលមួយចំនួនមានដូចជាសេចក្តីជូនដំណឹង .exe អញ្ចឹងណាហើយប្រភេទ file CV អញ្ចឹងទៅ cv.bat ឬក៏ cv.cmd អញ្ចឹងខ្ញុំមកប្រាប់អ្នកនរគ្នាអំពីប្រភេទ file ហ្នឹងវាមានហានិភ័យយ៉ាងម៉េចបាទទី1ប្រភេទ file exe អញ្ចឹង exe ខ្ទុយ exe extension ណាបាទប្រភេទ file នេះគឺជាប្រភេទ file application របស់ Windows បាទប្រភេទ file នេះយើងតម្រូវការនៅពេលដែលយើង download ហើយវាតម្រូវការយើង run ណាអញ្ចឹងនៅពេលបើយើង run ទៅវាដំណើរការបានបាទចូលមកដល់ file មួយទៀតគឺ file .bat អញ្ចឹងអានេះប្រហែលជាអ្នកនរគ្នាប្រហែលជាអត់សូវឃើញទេអានេះភាគច្រើនគេប្រើទៅលើប្រភេទ auto run ណាគេប្រើជាមួយ flash អញ្ចឹងភាគច្រើនគេអាច boot ទៅជាមួយ flash ហើយដាក់ជាមួយនឹង auto run បាទអញ្ចឹងនៅពេលយើងដោត flash ចូលcomputer របស់យើងអញ្ចឹងវាចាប់ផ្ដើមដំណើរការ file ហ្នឹងអញ្ចឹងវា run file ហ្នឹងអញ្ចឹងណាអញ្ចឹងទី1នៅលើ file ហ្នឹងគេធ្វើអីបានអញ្ចឹងលើ file extension .bat ហ្នឹងគេអាចដាក់ file មេរោគមួយបន្ទាប់មកយើងដោត flash ចូលទៅអាហ្នឹងវា run auto ហើយទី2នៅលើ file ហ្នឹងគេអាចធ្វើឲ្យកុំព្យូទ័រជាងគេឬក៏ send message ផ្សេងៗបានដូចគ្នាអញ្ចឹងចំពោះ file BAT ឬក៏ AE CMD ហ្នឹងគេអាចដាក់ប្រភេទមេរោគឬក៏គេអាចដាក់ប្រភេទកម្មវិធីដែលចិញ្ចឹមនៅក្នុងកុំព្យូទ័រយើងគេអាច control កុំព្យូទ័រយើងពីឆ្ងាយបានអញ្ចឹងណាអូខេអញ្ចឹង file មានហានិភ័យជាងគេគឺ CMD ហើយជាមួយនឹង BAT ហ្នឹងអញ្ចឹងប្រភេទ file CMD ជាមួយ BAT ហ្នឹងfile ពីនេះយើងคลิกទៅគឺទៅតែម្ដងហើយបើសិនជា AE យើងតម្រូវការ run វាមួយដែរអញ្ចឹងនៅពេលដែលអ្នកនរគ្នាឃើញភាគច្រើនខ្ញុំឃើញនៅលើ Telegram មានប្រភេទ file ដូចជាឧទាហរណ៍ CV ឈ្មោះនេះឈ្មោះគេហើយគេដក PDF មួយទៀត PDF ហើយតបមកបានចេញទៅលើ .exe ហ្នឹងតែបាទអញ្ចឹងប្រភេទ file ហ្នឹងភាគច្រើនមានតែទៅខាង HR ទេគាត់ទទួលជាមួយនឹង CV ឬក៏ខាង recruitment ហ្នឹងបាទអញ្ចឹងនៅពេលដែលយើង click file អីមួយសូមព្យាយាមមើលផងដោយសារបច្ចុប្បន្នវាមានហានិភ័យច្រើនទៅលើប្រភេទ file ហ្នឹងបាទអញ្ចឹងតកតងជាមួយនឹងហានិភ័យនេះមិនថានៅលើ Telegram ឬក៏ social media ផ្សេងៗទេអញ្ចឹងនៅលើភាគច្រើននៅលើ Telegram គេ send ជាប្រភេទ file ហើយទៅលើ email ឬក៏អីគេ send ជាប្រភេទ link Gmail ឬក៏ Messenger អាហ្នឹងគេអាច send ជាប្រភេទ link ណាអញ្ចឹងអ្នកគ្នាមុននឹងធ្វើអ្វីមួយអាចពិនិត្យមើលច្បាស់ហើយបើមិនស្គាល់កុំចុច